បាទសួស្តីបងប្អូនអរគ្នាឥឡូវយើងបន្តមេរៀនយើងបន្តិចទៀតពាក់ព័ន្ធនឹងការសរសេរអក្សរដូចគ្នាអញ្ចឹងឥឡូវគឺការសរសេរអក្សរមានពីរប្រភេទទី1សរសេរអក្សរបែបហ្នឹងយើងបរិមរួមហ្នឹងទៅហើយយើងយករូបភាពដាក់បន្តទៀតគឺខ្ញុំចង់សរសេរអក្សរជាលក្ខណៈស្មើជ្រុងនេះកន្លែងនេះណា paragraph ហើយមាន character ហើយនឹង paragraph អូខេអញ្ចឹងអក្សរ T យើងคลิกមកคลิกអក្សរ T ហើយយើងគូសមួយការសរសេរ click សរសេរបែបនេះបាទអូខេណាកុំភ្លេចចុចនេះផងណាឬក៏វាយអក្សរ control enter និងវាយអក្សរ V បានទាញបានហើយ click មួយទៀតយើងគូសអានេះគេហៅថា paragraph អ្វីដែលបងប្អូនសរសេរហ្នឹងហៅថា paragraph ចង់ប្រៀបរួមអក្សរ select វាទាំងអស់ហើយយើងប្រៀបវាអក្សរនេះឬក៏ control shift ជាមួយនឹងសញ្ញាធំតូចណានេះចុច control shift ឲ្យជាប់ហើយសញ្ញាធំតូចឲ្យជាប់វាឡើងមកចឹងហើយឬក៏បងប្អូនគ្នាប្រើ font នេះវិញណា45 50ចឹងទៅបាទសរសេរអក្សរចូលទៅប៉ុន្តែអ្វីដែលបងប្អូនឃើញហ្នឹងគឺកន្លែងនេះវាជាប់គ្នាត្រូវអត់វាអត់ចុះបន្ទាត់ទេអូខេអញ្ចឹងបងប្អូនទាំងអស់គ្នា select ហើយចូលមកកាន់ character ហើយមកកាន់កន្លែងនេះបាទអាចាស់វាទៅយើងវាយក៏បានយើងប្រើ arrow key ក៏បាន click ហើយ arrow key តម្លាក់យើងមើលថាទំហំប៉ុណ្ណាយើងពេញចិត្តណាអូខេវាអត់ដូចជាមួយនឹងថា word មាន1មាន2អានេះក៏ដូចគ្នាប៉ុន្តែយើងត្រូវមើលភ្នែកដែរណានេះកន្លែងនេះ margin វាអានេះចំពោះទំហំ font អានេះគម្លាតនៃ font ឃ្លាតអត់បាទអញ្ចឹងអត់ទេយក0ណា standard របស់វាអានេះកម្ពស់នៃ font បើសិនយើងរីកចេះរីកឃើញអត់ខ្ញុំអត់យល់ design ខ្លះគាត់ធ្វើអញ្ចឹងគាត់ថាស្អាតខ្ញុំអត់ចូលចិត្តទេខ្ញុំចូលចិត្ត 100% ហើយមួយទៀតកន្លែងនេះគម្លាតកម្រាស់អក្សរដូចគ្នាអញ្ចឹងពាក្យច្រើនខ្ញុំយក 100% ករណីមួយចំនួនគឺយើងយកអានេះដែរហើយក៏នេះដែរប៉ុន្តែករណីទូទៅគឺអត់រើសទេគឺយកតែ 100% ទេតោះអត់ឥឡូវឧទាហរណ៍ថាខ្ញុំដូរ font នេះចោះ select control A តោះនេះលឿននេះបាទបងប្អូនចេះហើយអូខេនេះចាំមើលខ្ញុំសរសេរអក្សរ I D អានេះអត់សរសេរអក្សរតូចកើតអញ្ចឹងណា click ឲ្យទាញវាខ្ញុំចង់សរសេរអក្សរតូចធ្វើម៉េចទៅបើអក្សរតូចអត់ចេញទេមិនមកពី font ទេណាគឺមកកន្លែងនេះបងប្អូនអរនេះ select វាសិនហើយមកមើលកន្លែងនេះT all cap ដកវាចេញមកអានេះធំគេ italic bold ដក italic ចេញ D អានេះបាន D តូច D ធំបងនេះតែវាចង់បានធំដែរអានេះបឿវាអូតូម៉ាទិកហ្មងតែបើយើងអត់ទេយើង shift I បើយើងចង់កន្លែងស្អីចេះអានឹងក៏បានដែរតែបើជាប់អានេះណាខ្ញុំមិនជាប់នេះជាប់ T T តូច T ធំបងប្អូនឃើញទេនេះអូខេមានច្រើនគូតតលុបចោល T ធំអូខេតោះនេះបាទចឹងករណីខ្លះយើងធ្វើបែបហ្នឹងកន្លែងហ្នឹងអក្សរតិចតិចមុំវាច្រើនយើងធ្វើលើចំណងជើងណាធ្វើលើចំណងជើងដូចជាអក្សរ paragraph ដូចគ្នាដែរ paragraph បើសិនជាវាអត់យើង click វាហើយយើង select អក្សរ T ហើយ select ចេះគេហៅថានេះ justify បាទ align justify ចឹងករណីខ្លះបើសិនជាអង់គ្លេសវារត់ចុះរត់ជាមួយនឹងត្រេប៉ុន្តែអក្សរខ្មែរយើងភាគច្រើនចូលដែរប៉ុន្តែយើងពាក់ពេលខ្លះយើងត្រូវលួចគេថាលួចកម្លាតដូចនេះចឹងនេះយើង enter មកវាឡើងទៅលើ enter មកឡើង space មកឡើងទៅលើនេះយើងលួចកម្លាតចេះឧទាហរណ៍ថាវា space ច្រើនពេកត្រូវហ៎ចឹងយើងលួចកម្លាតវានេះឃើញអត់យើង clear មកចូលហ៎បាទធ្លាក់ទៅវិញ21កម្លាតទៅលួចកម្លាតនេះវារត់ចូលគ្នាហ្នឹងទៅបាទអាហ្នឹងបងប្អូនគ្នាត្រូវតែយល់ដឹងកន្លែងហ្នឹងកន្លែងហ្នឹងធ្វើម៉េចយល់ដឹងគឺយើងចុចរើសមើលខ្លួនឯងអានេះជាស្អីណាបាទស្រឡាញ់ឃើញអត់អានេះអាសាយើងជ្រើសរើសអា justify នេះបើសិនយើងយកធម្មតាចេះវាមិនដែរបែបនេះ align center ដូចជា word ធម្មតាអញ្ចឹងឃើញទេអញ្ចឹងមកយើងត្រូវការមូលដ្ឋានគ្រឹះរបស់ word
anh ấy đôi khi đừng vợt đây còn nó đôi khi đừng vợt chẳng bà giờ lánh cái mình nè mình nè ai nước trong the say nước trong Unicode keyboard nhóm ROM khơi mà so ai nè bọn ôn đăng nghe so ai nhưng chỉ sĩ cái trong Photoshop nó nhóm ROM khơi nhóm trong ban viên mình tôi copy bị na bị đây nó khơi nhỉ trong cái keyboard ấy cho tôi print screen mà cái mình ai chẳng đăng đập mình ai là say mấy bọn bọn nè chui comment phèo phong nè active keyboard nữa và nhóm vay 10 Mac nhóm chỉnh nhóm vay Mac bàn và ta vay PC trong computer nhóm này vay so ai nó chỉnh Unicode được như sao còn là mỗi Mac mỗi PC thế nè cái keyboard bên lược line không như đây là phải này keyboard Khmer bên này đái nè mà này đa là keyboard này đà bàn tay bị chỉnh nhóm mình cua thao viên mình chỉnh mình tay trong vớt chỉnh thôi mà đà này không Photoshop hoặc chỉnh màu ok chẳng có ớt và lanh kê mình đi ai bị ba ớt bị ba chật lẹ bạn nè trong ở vậy nhóm trong và hai mong với cái này nè việc sao ông lấy ớt ấy thì nhé love là someone nè khi thế lẹ ớt chẳng cái này cứ dương phơ bài nằng nè nó bây giờ dương vô taxify hai viên rốt bài này chẳng cái này ní ớt thế nè nhưng trong cái line smile mến nhiều cái line ní về line smile về còn ta line smile đang hai về ớt smile thì bị rốt cho kể tại trong ba mình chưa được kia thở ớt nhưng sẽ lại lưu viên mai cho character hay trở lại nhỉ trên châu ấy bà nè ok châu này nè hai phòng buồn những đọ tiện bán đọ để xa cái này ní nhưng thời cả đọ khi spec nè ok những ai clear cầm liệt vía time lẹ bạn nè rồi ta lẹ time tịnh cái lui cái hai thằng lui nè ní cái lui đây nè bà chắc là năng cái tiêu pra là p nằng toànนี้បងប្អូនយើងអញ្ចឹងពាក់ព័ន្ធនឹងការសរសេរអក្សរតតបងប្អូនគ្នាព្យាយាមធ្វើវាដែរបាន start តែបើអត់ធ្វើទេក៏អត់ start ដែរលក្ខណៈសរសេរជា paragraph លក្ខណៈសរសេរជាអក្សរមួយមួយបងប្អូនគាត់ click មកសរសេរយកតែម្ដងអូខេដក clear ផងណានេះអូខេអញ្ចឹងបងប្អូននេះអាចព្រៀកព្រមដូរ font អីស្រីចិត្តយើងអូខេមួយទៀតពាក់ព័ន្ធនឹងការលេង style អក្សរខ្ញុំដាក់ទៅឲ្យហើយតែម្ដងដោយសារវានៅតិចទេចឹងកន្លែងនេះយើង click វាមកអ្នកនេះចូលទៅកាន់ layer ដោយជា F7 ឬក៏ចូល Windows layer F7 គេហៅថា layer អញ្ចឹងកាត់ងាយយល់គឺនៅកន្លែងនេះ FX version ណាក៏ដូចគ្នាដែរបងប្អូននេះចូលចិត្តអី stroke shadow ត្រូវយល់អត្ថន័យនឹងធ្វើម៉េចគួយតេស្តមួយ emboss ឲ្យវាបោះឲ្យវាផុសឡើងឃើញផុសហ៎វាស្អាតអត់បងប្អូនធ្វើដៃធ្វើមិនចេញអូខេ emboss នៅពេលដែលយើងដាក់មួយហើយបងប្អូនអាចដកគ្រីសមើលបាននេះអានេះចេញស្អីហើយចេញស្អីនេះនិយាយរួមទៅយើងអត់តន់អាកែអាខាងក្នុងយើងគ្រាន់តែមើលខាងក្រៅនេះសិនបានហើយយើង click វាចេញអីយើងកុំអាទៅកែអាខាងណានៅពេលដែលបងប្អូនចេះចាំទៅកែវាតែអត់តន់ចេះទេមើលសិនដកចេញដាក់អានេះចូលមកដាក់ទាំងពីរចេញមិនឃើញអត់ inner នេះពណ៌វា click លើវាណា click លើវាចេញពណ៌ឲ្យពណ៌ខ្មៅនេះចុះបើខ្ញុំដកដាក់ហ្នឹងឲ្យដាក់នេះទៀតបាទតែដកមួយដាក់មួយណាបងប្អូនដាក់ទាំងពីរវាពណ៌ទាំងពីរដូចគ្នាទេឃើញទេអាមួយក្នុងអាមួយក្រៅដកចេញ skin ឃើញ skin នេះដក stroke ចេញមិនមើលស្រួលមើលនេះ skin
đọ import chanh mơ skin skin cái lại nè nhìn đầu mình multiply nè phía tao mà tiết đọ anh chanh đã color overlay nó cứ chỉ color để dương trong đồ color ấy các bạn tại bật to bị dương đồ không nâng hái dương trong từ select đồ po khăn trai các bạn nhé để po lại nè bạn color overlay mình phí mình bay chùm để sai nhóm duplicate anh này từ tôi tới bóng ổn mình là mùi nè cái điên cứ chia po bật đánh nó không version series ថ្មីរៀងពិបាកធ្វើបន្តិចណាពិបាកមើលពិបាកអីណែណៃប៉ុន្តែបើ series ចាស់អត់ពិបាកអីស្រួលជាងចំពោះ gradient ហើយចង់ដាក់ខ្លួនឯងថែមក៏ដាក់ទៅនេះនេះទាញទៅ control alt ទាញថែម double click ឬក៏អីចឹងទៅដូរពណ៌ពីអត់យើងអាចដូរពណ៌បានអញ្ចឹងអាហ្នឹងលេងដៃខ្លួនឯងទីទូទៅគេអត់សូវព្រៀនច្រើនទេពាក់ព័ន្ធឲ្យនឹងយើងត្រូវរៀនចុចខ្លួនឯងបើអត់ចុចទេអត់ធ្វើទេអត់ដឹងអីទេអូខេ360 degree ឬក៏180 degree ឬ90 degree នេះ over degree ទៀតឃើញអត់រត់ទេរត់ស្បាយលេងតា Photoshop មានអីពិបាកបាទដកចេញមកដក gradient ចេញដាក់ pattern នេះគឺជា pattern ដែលមានស្រាប់តែគេមិនសូវប្រើដែរទេក្នុងការ design មែនតើឬក៏ផ្លូវការគេមិនសូវលេងញ៉ៃញ៉ៃទេអានេះគ្រាន់ឲ្យដឹងតែប៉ុណ្្នឹងទេដកចេញ outer grow នោះដាក់ពណ៌ផ្សេងមិនមើលយើងមិនមើលដឹងសាយវាអត់ឃើញ drop shadow បងប្អូនដឹងណាពាក់ព័ន្ធ drop shadow ខ្ញុំយល់បន្តិច drop shadow គឺជាស្មៅយើងឲ្យបន្ថយទំហំនេះទីតាំងរបស់វា blur ទីតាំងឆ្វេងស្ដាំអីហ្នឹងតែនៅពេលបងប្អូនចូលប៉ុណ្ណឹងហើយបងប្អូនចាប់ទាញម៉ៅចេះក៏បានដែរណាចាប់ key ម៉ៅទាញនេះចង់ឲ្យ shadow វាប៉ុណ្នេះហើយបន្ថយ opacity បន្តិចកុំឲ្យមើលទៅខ្លាំងពេកបងប្អូនធ្លាប់ឃើញអញ្ចឹងឃើញទេតណាតណៃអញ្ចឹង shadow ដូចផុសឡើងមកអញ្ចឹងណាអញ្ចឹងហើយយើងដាក់ emboss ទៀតមកមើលទៅស្អាតអូខេអាហ្នឹង layer style របស់អក្សរអញ្ចឹងបងប្អូនគ្នាត្រូវតែរៀនតេស្តដូចខ្ញុំចុចមួយចេញអីទីអានេះទីអានោះដាក់ up and down វាមាន up and down មាន size របស់វាមានអីណាណៃ soften អីណាអញ្ចឹងយើងអស់ទាញអានេះមានឆ្វេងស្ដាំលើក្រោមច្រើនណាឃើញទេវាទៅមុខទៅក្រោយ emboss ផ្សេងគ្នាបាទអាមួយណាស្អាតយើងយកអាមួយហ្នឹងនេះស្អាតទេ emboss បងប្អូនចង់បានមិនចង់បានដំបងឬក៏មិនបាននេះអាហ្នឹងអូខេប៉ុណ្ណឹងមកយកអូខេមកឬក៏ up នេះអានេះ up អានេះ down គឺខុសគ្នាអត់សាយវាដែល emboss ចូលហើយ deep កម្រិតណាឃើញទេបាទអញ្ចឹងកន្លែងហ្នឹងយើងត្រូវតេស្តនៅពេលដែលយើងចូលមួយយើងតេស្តវាដកចេញចូល stroke នេះ stroke opacity ទំហំចាំបើយើងយក inside វាមិនវិញហើយយក corner មិនវិញយក outside ទៅ stroke យក outside blip មាន normal មាន darken មានអី multi មានអីយើងទៅវាចូលទៅមិនអីមិនអញ្ចឹងណាអូខេជាទូទៅយក normal opacity ស្អីយើងហើយទូទៅដាក់ stroke គេដាក់ opacity ពេញលេញហ្នឹងបាទ normal ទាំងអស់ 100% ហើយ color យើងអាចបដូរបានតាមចិត្តយើងចង់បាក់អូខេបាទ enter ទៅអូខេអញ្ចឹងកន្លែងនេះបងប្អូនទាំងអស់គ្នាត្រូវតែរៀនចុចខ្លួនឯងណារៀនដូចខ្ញុំបញ្ជាក់ណាចុចមួយមើលមួយអស់វាមើលអាហ្នឹងវាទៅស្អីគេនេះអស់ហើយពេលដែលអស់ដូរទីតាំងហើយសុំមកកន្លែងដើមវិញណា complete មកកន្លែងដើមវិញមានម៉េចមកអញ្ចឹងអូខេបាទគ្រាន់តែយើងដឹងថាអូអានេះវាទៅអញ្ចេះទៅចោះទៅអញ្ចេះណាមើលបងប្អូនដូចក្រែរត់ឃើញទេបាទអញ្ចឹងសរុបមកវិញគឺទាំងអស់នេះត្រូវតែរៀនខ្លួនឯងណាឥឡូវខ្ញុំដាក់ overlay layout មួយទៀតពាក់ព័ន្ធនឹង color overlay គឺនៅពេលដែលបងប្អូនដូរពីកន្លែងហ្នឹងគឺអត់អាចមក select ខាងក្រៅនេះទេនេះឧទាហរណ៍ថាខ្ញុំចង់បដូរយើងត្រូវ select ត្រូវអត់ជាទូទៅខ្ញុំចង់ដូរអក្សរ I នេះអញ្ចឹងអក្សរ I នេះអត់អាចដូរពណ៌បានទេបាទដោយសារយើងជ្រើសរើស color overlay ហើយអញ្ចឹងដើម្បីបដូរអក្សរមួយបានយើងត្រូវដក color overlay ចោលបានអាចធ្វើបាននេះខ្ញុំចង់ដូរអក្សរ D តែឯងយើង select ហើយខ្ញុំបដូរអក្សរ D អាហ្នឹងមិនបានអក្សរ D នេះទៀតខ្ញុំឆក់ពណ៌វាមកអូខេអក្សរ I ខ្ញុំទៅបដូរវាអូខេ
ហើយបើចង់បានអាយខាងលើនេះដូរពណ៌អាហ្នឹងអត់ធ្វើអញ្ចឹងទេណាធ្វើតែគូសមួយទៀតខ្ញុំបរិចចុច Ctrl Alt ឲ្យជាប់ហើយពវល់ម៉ៅចេញចូលអាហ្នឹងហៅបរិចរួម zoom in zoom out អូខេចង់បានអានេះតតែយើងធ្វើអានេះចូលបើចូលចឹងអាដែរយើងបដូរ style វាមួយជាដាក់ពណ៌សុំទោសដាក់ shift ជាមួយនឹង shape ណា shape អូខេដាក់បែបនេះវិញដើម្បីបាន logo មួយអញ្ចឹង DID អញ្ចឹងទៅ logo ហើយណាបើជ្រុលបដូរពណ៌យើងមិនបាច់ទៅដាក់ដូចគ្នាទេយើងដូរ style មកអូខេតើអត់បាទអាហ្នឹងករណីយើងចង់បដូរពណ៌ដាច់អញ្ចឹងបើ Illustrator ពងប់គេហៅថា create outline តែ Photoshop គូសវាលើមកឆាប់ចប់អានេះខ្ញុំធ្វើផ្លូវកាត់ឲ្យមើលណាបាទអរគុណច្រើនអញ្ចឹង zoom in zoom out ដឹងហើយចុច Ctrl Alt ឲ្យជាប់បវល់ម៉ៅឬក៏ Ctrl បូកនឹងសញ្ញាបូកដកនេះចុចទៅ Ctrl ឲ្យជាប់បានហើយសញ្ញាបូកសញ្ញាដកសញ្ញាបូកសញ្ញាដកចុច Ctrl Alt ឲ្យជាប់បវល់ម៉ៅណាគឺគ្រឿងណាបាទ space ឲ្យជាប់ space ឲ្យជាប់ space ឲ្យជាប់ទាញទៅណាក៏បានដែរ layout មួយឧទាហរណ៍ថា break អញ្ចឹងយើងចុច space ឲ្យជាប់យើងទាញមើល space ហើយ click ទាញបាទអរគុណច្រើនជួបគ្នាមេរៀនបន្តនៅក្រោយទៀតបាយបាយ